cái này điបងប្អូនơiមកដល់ហើយស្អាតណាស់អូយទៅទីក៏ស្អាតលឹងទេលោកស្អាតណាស់ស្អាតមែនបងប្អូនចុះអាប់ភាពដែលខ្ញុំកំពុងតែបង្ហាញបងប្អូននេះគឺខ្ញុំបានទៅលេងក្នុងផ្សារនៅឆ្នាំ2024ឥឡូវនេះឆ្នាំ2026ហើយហើយអាចមានការអភិវឌ្ឍការកែប្រែបានច្រើនជាងនឹងបន្ថែមទៀតយើងខ្ញុំមិនច្បាស់ថា9នេះជាលើកទី1ដែលខ្ញុំបានមកដល់ទីនេះឃើញស្អាតមែនទេទំហំនៃទេសភាពការស្អាតគឺស្អាតមែនទេបងប្អូនចូលថាសុខខ្មែរយើងមានកន្លែងស្អាតច្រើនណាស់មានតំបន់ទេសចរមានតំបន់ដែលស្អាតមានព្រៃភ្នំមានព្រៃភ្នំក្រំថ្មព្រៃឈើស្អាតច្រើនណាស់អញ្ចឹងបើសម្រាប់ខ្ញុំនេះហ្នឹងឯការដែលយើងទៅដើរលេងនៅប្រទេសអឺរ៉ុបទៅនៅវាជារឿងមួយផ្សេងល្អផ្សេងណាតែបើសិនជាយើងបានមកដើរលេងតាមបែបធម្មជាតិតាមតំបន់តាមខេត្តដូចជានេះនៅកំពង់ស្ពឺអញ្ចឹងកំពង់ស្ពឺមានកោះកុងមានកំពង់សោមមានដូគិរីផ្សេងណាបងប្អូនមានបាត់ដំបងសុទ្ធតែមានភ្នំដូចគ្នាអញ្ចឹងសុទ្ធតែជាតំបន់ទេសចរណ៍ដែលស្អាតហើយមានភ្នំខុសគ្នាហ្នឹងហើយអញ្ចឹងបើយើងចំណាយពេលយើងមានពេលមកទស្សនានៅតំបន់ទេសចរណ៍នៅក្នុងប្រទេសយើងឲ្យបានច្រើនបន្តិចក៏ល្អហើយដូចខ្ញុំក៏គិតថាសម្រាប់យើងគួរតែមានពេលឱកាសណាមួយអាចបានឡើងមកក្នុងផ្សារក្នុងកំពើអញ្ចឹងណាបងប្អូនក្នុងស្ពៅហ្នឹងហើយបែបហ្នឹងព្រោះជាប់គ្នាអញ្ចឹងយើងគួរតែមានឱកាសមានពេលបានមកទស្សនាមកឃើញទស្សនវិជ្ជាផ្ទាល់បងប្អូននៅខាងក្រៅស្អាតជាងអីដែលខ្ញុំបានបង្ហាញនៅតាមទូរស័ព្ទដែលខ្ញុំបានថតឲ្យទៀតខាងក្រៅស្អាតមែនទែនពេលយើងឈរខាងក្រៅគឺយើងមើលឃើញមកជុំវិញខ្លួនយើងគឺទលំទលាយណាស្អាតណាបងប្អូនឃើញទីនេះគឺមានទេសភាពស្អាតមែនទែនអញ្ចឹងជាយោបល់ខ្ញុំសូមបញ្ចេញគំនិតមួយចង់ឲ្យបងប្អូនយ៉ាងហោចណាស់ត្រូវមកលេងទីនេះឲ្យបានម្ដងស្អាតណាស់បងប្អូនស្អាតមែនទែនខ្ញុំបងប្អូនទីមានអានពងតភ្លៀងហើយលំភ្លៀងហើយហ្នឹងលំភ្លៀងខាងសៅដល់មកទីម៉ោងស្អាតណាស់បងប្អូនស្អាតម៉ោង7ម៉ោង7ទេម៉ោង2រសៀលយ៉ាងនេះតែអាកាសធាតុគឺបែបនេះខ្យល់បក់វិញស្មៅមកខែនេះក៏ស្អាតដែរខែយើងខែចុងខែ5ចុងខែវិច្ឆិកាខែឧសភាខែមិថុនាកក្កដាហ្នឹងគឺកំពុងពេញស្អាតហើយហើយបងប្អូនខ្ញុំមានឃើញបានទស្សនាព្រោះដោយសារខ្ញុំឃើញស្អាតអញ្ចឹងខ្ញុំទីមួយខ្ញុំថតទុកជាអនុស្សាវរីយ៍សម្រាប់ខ្លួនឯងពេលដើរយើងដើរចម្ងាយវែងរយៈពេលយូរអញ្ចឹងយើងអស់កម្លាំងដែរដូចខ្ញុំឯងតាំងពីម្សិលមិញមកខ្ញុំដើរយូរសមិញដើរជាង3ម៉ោងយប់ឡើងដើរមកយកស្វែងទៅនៅក្នុងក្រោយនោះក្នុងស្ពៅដើរជាងកន្លះម៉ោងទៀតយើងដើរពីកន្លែងដែលម្នាក់មកអញ្ចឹងដើររហូតឥឡូវនេះដើរទៀតព្រោះយើងមកនេះគឺដើម្បីមកស្គាល់ឲ្យបានច្រើនកាន់តែច្រើនកាន់តែល្អស្គាល់ហើយខ្ញុំបានថតទុកជាឯកសារជាអនុស្សាវរីយ៍ចែកជូនបងប្អូនមើលខ្ញុំនឹងបង្ហាញបងប្អូនឃើញថាខ្ញុំមានអារម្មណ៍ខ្ញុំមកខាងនេះស្អាតកន្លែងនេះយកអាចទៅដល់បងប្អូនព្រោះថាវានៅឆ្ងាយយើងមើលឃើញចិត្តភ្នែកយើងប៉ុន្តែវាទៅឆ្ងាយយកបើហៅផ្លូវចូលដើម្បីឡើងចូលទៅក្នុងនោះទោះយើងចូលទៅដល់ក្នុងនោះក៏យើងអាចឡើងមកឈរលើខាងនេះផ្លូវយើងនេះបានដែរព្រោះទៅដើមឈើអញ្ចឹងយើងចូលទៅគឺយើងនៅខាងក្នុងព្រៃនឹងវិញតែបើភ្នំដែលខ្ញុំកំពុងឈរនេះហើយនឹងភ្នំនោះគឺយើងអាចឡើងឈរពីលើបានព្រោះអត់មានដើមឈើធំទេមានតែស្មៅយើងអាចមកឈរមើលទេសភាពបានបងប្អូននេះបងប្អូនខ្ញុំសូមមើលចិត្តភ្នំក្នុងសំពៅនេះកន្លែងជើងភ្នំគេមានតង់ជួលហ្នឹងគេមានបន្ទប់ទឹកដូចគ្នាអាចសូមច្បាស់ខ្ញុំសូម
កាមេរ៉ាមិនតិចមកបងប្អូននោះបន្ទប់ទឹកជួខៀវៗនោះមើលពីថ្ងៃតែយើងនៅឆ្ងាយឆ្ងាយស៊ូមបាន10ដងគេថាយក frame 60ចឹងយើងមើលទៅគឺមានបន្ទប់ទឹកមានទឹកមានគាត់ហើយគេមានលក់ទឹកលក់នំចំណីហើយណាចឹងយើងទៅវាឆ្ងាយពីគ្នាហើយកន្លែងដែលខ្ញុំសម្រាប់នៅខាងម្ដុំនេះចិត្តគ្នាដែរទេចឹងតង់គឺយើងជួលវាលឿនខ្ញុំមកសម្រាប់បានដែរបងប្អូនឃើញស្អាតដែរស្អាតខ្ញុំថាស្អាតមែនស្អាតណាស់មកជុំនឹងមកចឹងហើយយើងមកកន្លែងនេះមានអីក្រៅពីសប្បាយរីករាយជាមួយនឹងទស្សនវិជ្ជាដែលយើងបានឃើញហើយនឹងយើងថតចែកជូនទៅដល់បងប្អូនយើងដែលតមកម្ដងយើងចែកជូនចែកគ្នាមើលទៅដើម្បីស្គាល់តំបន់ទេសចរនៅក្នុងប្រទេសយើងបងប្អូនធ្លាប់ឃើញទស្សនវិជ្ជាដែលគេផុសនៅតាម Facebook តាម YouTube អីឥឡូវនេះខ្ញុំក៏មកបានឃើញផ្ទាល់ដែរទស្សនវិជ្ជាគឺរបៀបអញ្ចឹងឯងគឺមានអាប់ហើយយើងមើលឃើញភ្នំព្រាលមើលឃើញដើមឈើចុងឈើនេះជាទស្សនវិជ្ជាជាក់ស្ដែងផ្ទាល់ស្អាតណាស់បងប្អូនឥឡូវខ្ញុំឡើងដល់លើនេះមិញអត់មានអាប់ទេតែឥឡូវនេះអាប់ហើយអាប់ឡើងពេញហើយមុននេះកន្លែងដែលខ្ញុំឈរនៅក្រោមនោះដូចជានោះខាងនោះខ្ញុំឈរនៅខាងនោះហើយឥឡូវខ្ញុំឡើងមកដល់លើបន្តិចមិនជាឆ្ងាយណាស់ណាប៉ុន្តែដោយសារអាកាសធាតុកាន់តែត្រជាក់ទៅអញ្ចឹងទៅឥឡូវនេះអាប់មកគឺយើងមើលទៅចុងឈើនៅខាងក្រោមមើលលែងឃើញហើយមុនហ្នឹងខាងនោះតែយើងមើលឃើញចុងឈើទាំងអស់តែឥឡូវនេះយើងមើលលែងឃើញបងប្អូនឥឡូវយើងមើលលែងឃើញហើយនេះអាប់ឥឡូវខ្ញុំឈរនេះយើងអាចយើងមើលឃើញមកយើងនៅឈរក្បែរៗគ្នាអាចមើលឃើញពីបាច់យើងចុះ40ម៉ែត្រយើងមើលឃើញគ្នាបើនៅឆ្ងាយយើងមើលឃើញអូមកបើសិនជាមានគ្នាមកដល់នៅខាងនោះយើងមើលឃើញគ្នាគុណម្ចាស់នៅខាងលើនេះខ្ញុំឲ្យមើលនេះកន្លែងដែលខ្ញុំឈរណាលើថ្មផ្សេងមួយទៀតទេយើងឈរនៅក្បែរហ្នឹងតែយើងប្រយ័ត្នយើងការពារនេះជាជំរាបភ្នំដូចខ្ញុំបានប្រាប់មិញអញ្ចឹងគឺជំរាបភ្នំណាអញ្ចឹងឥឡូវយើងមើលឡើងឃើញបងប្អូនអើយមើលអត់ឃើញចាប់តាមអាប់សមែនតើមកមើលឡើងឃើញគ្នាណាវគ្គនេះមើលឡើងឃើញដល់ឡើងលើទៀតបងប្អូនពេលមុននឹងពេលខ្ញុំថតខ្ញុំបើយើងទាញកាមេរ៉ាទៅខាងណាក៏ឃើញភ្នំនៅខាងក្រោយខ្ញុំដែរប៉ុន្តែឥឡូវនេះគឺអត់ឃើញភ្នំនៅខាងក្រោយខ្ញុំទេព្រោះតែអាប់បានចិត្តអស់ហើយអាប់បានចិត្តអស់ហើយឥឡូវយើងធ្វើដំណើរឡើងទៅលើទៀតខ្ញុំដើរឡើងទៅលើទៀតហើយអាចឃើញព្រាលបងប្អូនណាឃើញដើមឈើព្រាលហើយព្រោះតែអាប់មកខ្លាំងអាប់មកច្រើនណាអូអស្ចារ្យមែនតើសុខខ្មែរយើងទិដ្ឋភាពស្អាតណាស់ខ្ញុំបានឈើមួយកាត់ដើម្បីជំនួយក្នុងការដើរឡើងភ្នំឲ្យមានកម្លាំងបន្តិចព្រោះតែយើងដើរយើងទល់ឡើងជួយយើងក្នុងការដើរឡើងឥឡូវយើងធ្វើដំណើរឡើងទៅខាងលើទៀតបងប្អូនជំរឿគុណចាស់ខ្ញុំថតរូបលេខទុកយើងនៅសារីបងនោះអាប់ច្រើនមែនទែនខ្ញុំបង្ហាញឲ្យមើលមកជុំគឺស្ទើរជាអាប់កូននៅតាមព្រៃអញ្ចឹងមានទៀតអត់ទេបងដូចជាអត់កំងមានតាមហ្នឹងភាសានៅខ្ពស់ពេកកូនអត់ទេមែនទេមូលហេតុចេះបងទៀតហ្នឹងវាមានលូត្រាតែនៅតំបន់ហ្នឹងមានស្លឹកឈើងាប់ច្រើនទៅពេលងាប់ទៅវាស្អាំទឹកទៅវាអាលួយហ៎កណាចុះផ្លូវយើងដើរយកមិញកណាអត់ដឹងទៀកតោងពីកន្លែងណាមកអាផ្លូវយើងឡើងទៅពីក្រោមអាចមានក្រោមចិត្តកន្លែងតង់ហ្នឹងមកដំយើងហ្នឹងហើយក៏អាចធានានេះមានឡើងទៅលើអត់មានទេតែមានទៀកទេកណាកុំមានទៀកកន្លែងមិញ
tiêm mùi hay bẹp chưa là chất sân chứ đâu về cho nó tán đó mà tiêm mà ai tao nó khao rồi nó cái tao chọn đi kia bằng nó khao nó bong chụp luôn cái tao chọn chính cái này ở đây bông cũng nó ở bên tia điในข้างโกงอันเมียน3 นั่นเลิกก็3มา3มา3ตั้ง3จังตีอ่อนเมียนนี่มาข้างเรือนี่โอ้ยแต่เปียสะอาดชมทอดหลังจกใดได้อยู่เนี่ยโอ้ยนี่แต่เปียได้จะไปมันดออยู่ขนมไกลนี่ยังจำเนาตีเนี่ยแต่ก่อนสะอาดอู้ว้าวโอ้จอดละของผมจอดจำนอดครั้งยังเอากำลังấy choคือสมาร์ทโฟนอันนึงผมมีเตอร์buổi sao vì chấm nót nếu nhầm cho nó cả lại TPC mũi tiền từ chỉ dùng từ kiến tích nó mới bỏ bốn thì bằng kiến nhiên nhưng mà chó đập trong cái thì chấm nót này chấm rê để biếm chạy một nhưng mà cho vào tôm trứng một bốn khơi xã nó thành trong hiện giờ xã mình tên xã này chừng cái tiệm đi mình ghi miền đi bay khang mình đôi cái đi có con miền phun này bằng bộ đôi cái miền này bên tay mình miền phun cục điểm chớ này đôi cái phun chớ này bên tay phun ở khó cái này mình chỉ biết phun là điểm chớ này bằng bộ khó cái này mình phải chơi bên đây chớ cái này rục riêng thành phun khó cái này bằng bộ bên tay mình thành mình xã đi cái này và ta mình khó tới cái đi tụi xã mà bài xin cái đấy muốn cái miền sấy miền khắp hình xuống quay xuống ok đọc xuống anh mang xuống thầm đọc ok một bốn cái sáng để chấm đẹp luôn đi cho bạn phèo mình nhé một bốn mình bèn ní nè mình bèn chạy thật thai mẹ một bốn cái giờ bây giờ thiệp trong mùi nừng thằng ngô này đừng chấm bề để chạy một cái chấm bề khá lắm này chót này ហ្នឹងហើយបងប្អូនទាំងអស់គ្នាឥឡូវនេះវីដេអូក៏បានមកដល់ទីបញ្ចប់ហើយខ្ញុំមានរូបភាពប៉ុណ្ណឹងបង្ហាញជូនដល់បងប្អូនសម្រាប់រូបភាពដែលខ្ញុំថតកាលពីឆ្នាំ2024អញ្ចឹងបើសិនជាឆ្នាំ2026នេះខ្ញុំទៅទៀតខ្ញុំនឹងថតចែកជូនដល់ពុកម៉ែបងប្អូនតាមដានទស្សនាបន្ថែមទៀតខ្ញុំគិតថានឹងមានអីអាប់ដេតមានអីបន្ថែមមានអីប្រែប្រួលខ្ញុំនឹងប្រាប់បងប្អូនទៅលើវីដេអូនេះអរគុណជួបគ្នាជាមួយវីដេអូក្រោយៗទៀតអរគុណ